ត្រឡប់ខ្ញុំមួយខ្ញុំអត់ចូលចិត្តនៅក្បែរមនុស្សដែលគេហៅថាមាន energy ទាបឬក៏មានមនុស្សដែលគេហៅថាសុំច្រើនសាញច្រើនហើយមនុស្សដែលខ្លាចច្រើនហើយឬក៏មនុស្សដែលខ្សោយខ្ញុំអត់ចូលចិត្តនៅក្បែរខ្ញុំចូលចិត្តមនុស្សដែលមាន energy ខ្ពស់មនុស្សដែលមានការថាមានធម៌ពលក្នុងការ fighting ហើយនឹងប្រយុទ្ធព្រោះខ្ញុំចូលចិត្តក្រុមមនុស្សអញ្ចឹងជាងព្រោះអីមនុស្សដែលយើងនៅក្បែររាល់ថ្ងៃនៅពេលដែលយើងនៅក្រុមមនុស្សដែលវាក់ចិត្តច្រើនគិតពីអវិជ្ជមានច្រើនពេកហើយចូលចិត្តបង្អាក់ស្មារតីរបស់យើងណាចូលចិត្តវិភាគតែភាពអវិជ្ជមានច្រើនជាងភាពវិជ្ជមានណាគឺអ្នកឯងចិត្តជឿខ្ញុំទៅអ្នកឯងនឹងអត់ទៅមុខទេគោលដៅអ្នកឯងនឹងអត់ទៅមុខទេអ្នកឯងនឹងឃើញអារាំងស្ទះនៅខាងមុខអ្នកឯងហ្មងអញ្ចឹងពេលអ្នកសមាជិកដើមមួយអ្នកណាឲ្យចូលទៅជាស្ដាប់អ្នកណាម្នាក់ចូលស្ដាប់ទៅអ្វីដែលជាធម៌ពលដែលធ្វើឲ្យអ្នកមានកម្លាំងចិត្តក្នុងការធ្វើអីទៅមុខទៀតជាជាងស្ដាប់ឲ្យធ្វើឲ្យអ្នកឯងពិបាកចិត្តហើយអត់មានធម៌ពលទេអត់មានអីចង់ប្រយុទ្ធទេអញ្ចឹងសម្រាប់ខ្ញុំតែតែប្រាប់បងប្អូនខ្ញុំណាខ្ញុំប្រាប់ថាបើសិនជាខ្លាចហើយបើសិនជាខ្សោយមិនបាច់ចូលប្រយុទ្ធទេដេកឡើងតែបើសិនជាចង់ឲ្យខ្លួនឯងកាន់តែឡើងកាន់តែជោគជ័យគឺត្រូវតែមានអទស្សនៈក្នុងខ្លួនបែបហ្នឹងបើហ៊ានដកដៅចូលប្រយុទ្ធហើយគឺអត់មានត្រូវខ្លាចទេមានត្រូវខ្លាច